ស្ថានភាពបានវិវត្តទៅរកភាពអាសន្នបំផុតបន្ទាប់ពីប៉ាគីស្ថានបានដាក់ចេញនូវប្រតិបត្តិការយោធាឈ្មោះ Yazab លើហាកំហឹងដ៏យុត្តិធម៌ដើម្បីឆ្លើយតបទៅនឹងការបាញ់ផ្លោងរបស់តាលីបង់មកលើទីតាំងទ័ពព្រំដែនប៉ាគីស្ថានកាលពីយប់ថ្ងៃប្រហ័សយន្តហោះចម្បាំងប៉ាគីស្ថានបានវាយប្រហារចំគោលដៅការពារជាតិសំខាន់ក្នុងរដ្ឋធានីកាបូលខេត្តបាក់ទានិងទីក្រុងកង់ដាហាដែលជាមូលដ្ឋានទ័ពនិងជាកន្លែងស្នាក់នៅរបស់មេដឹកនាំកម្ពុជាតាលីបង់លោក Hibatullah Akhundzadeh តាមការវិតម្លៃលើកម្លាំងយោធាប្រទេសទាំងពីរមានលក្ខណៈខុសប្លែកគ្នាដាច់ស្រឡះប៉ុន្តែសុទ្ធតែមានចំណុចខ្លាំងរៀងខ្លួនប៉ាគីស្ថានជាមហាអំណាចនុយក្លេអ៊ែរមានកងទ័ពសកម្មជាង560,000 នាក់និងមានកងទ័ពអាកាសទំនើបយន្តហោះ15និងJ-17អាហ្វហ្គានីស្ថានតាលីបង់មានកងទ័ពតិចជាង200,000 នាក់និងគ្មានកងទ័ពអាកាសទំនើបឡើយប៉ុន្តែពួកគេមានបទពិសោធន៍សង្គ្រាមទ័ពព្រៃរាប់សវត្សរ៍ព្រមទាំងមានបច្ចេកវិទ្យាដ្រូនកែច្នៃនិងយុទ្ធសាស្ត្រវាយប្រហារអត្តឃាតដែលគួរឲ្យខ្លាចអ្នកវិភាគបានព្រមានថាប្រសិនបើសង្គ្រាមនេះនៅតែបន្តរីករាលដាលវានឹងក្លាយជាមហន្តរាយសម្រាប់តំបន់ទាំងមូលប៉ាគីស្ថានបានចោទប្រកាន់តាលីបង់ថាជាអ្នកនាំចេញភេរវកម្មខណៈដែលតាលីបង់បដិសេធថាខ្លួនមិនបានផ្ដល់ជំរកដល់ក្រុមសកម្មប្រយុទ្ធជាឡើយកង្វល់ធំបំផុតនៅពេលនេះគឺការសងសឹករបស់តាលីបង់អាចនឹងធ្វើឡើងនៅក្នុងទីក្រុងធំរបស់ប៉ាគីស្ថានតាមរយៈការវាយប្រហារបែបភេរវកម្មដែលជាឱកាសសម្រាប់បណ្ដាញភេរវករផ្សេងងើបឡើងវិញអាស្រ័យហេតុនេះប្រទេសអន្តរការីដូចជាទួរគីកាតានិងអារ៉ាប៊ីសាអូឌីតត្រូវបានគេរំពឹងថានឹងចូលមកធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីបញ្ឈប់ការបង្ហូរឈាមរវាងបងប្អូនមូស្លេមទាំងពីរក្នុងខែរ៉ាម៉ាដាននេះ